ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ OHCHR ប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិដោះស្រាយទង្វើរំលោភរបស់យោធាថៃលើពលរដ្ឋកម្ពុជាទេសរដ្ឋមន្ត្រីកៅរមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR ប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិដើម្បីតាមដាននិងចូលរួមដោះស្រាយស្ថានភាពដែលពាក់ព័ន្ធនឹងសកម្មភាពរបស់យោធាថៃដែលត្រូវបានចាត់ប្រកាន់ថាបានរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋកម្ពុជាការស្នើសុំនេះត្រូវបានលើកឡើងក្នុងឱកាសដែលលោកកៅរមីបានទទួលជួបពិភាក្សាការងារជាមួយលោក Benjamin Morio មន្ត្រីទទួលបន្ទុក OHCHR និងសហការីនៅសាលប្រជុំកោសមកនាព្រឹកថ្ងៃទី21ខែមករាឆ្នាំ2026ដើម្បីពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការនៅឆ្នាំ2025និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ2026ក្នុងកិច្ចជំនួបនេះប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលបានកំទេចផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជានៅតំបន់ដែលត្រូវបានចោទថាឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ព្រមទាំងដាក់ឧបសគ្គដោយប្រើទូកុងតឺន័រនិងបន្លាលួសដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យត្រឡប់ទៅការលំនៅឋាននិងសហគមន៍ដើមរបស់ខ្លួនវិញលោកកៅរមីបានអំពាវនាវឲ្យ OHCHR ជួយពិនិត្យតាមដាននិងចូលរួមជាមួយភាគីពាក់ព័ន្ធដោយអនុវត្តតាមបទដ្ឋាននិងច្បាប់សិទ្ធិមនុស្សអន្តរជាតិដើម្បីធានាឲ្យពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរលោកបានបញ្ជាក់ថាសកម្មភាពទាំងនេះជាការរំលោភសិទ្ធិមនុស្សមូលដ្ឋានរួមមានសិទ្ធិធ្វើដំណើរដោយសេរីសិទ្ធិមានលំនៅឋានសមរម្យសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិនិងសិទ្ធិទទួលបានសុវត្ថិភាពជាមួយគ្នានេះដែរលោកកៅរមីបានសាទរចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិង OHCHR នៅក្នុងឆ្នាំ2025ជាពិសេសការផ្សព្វផ្សាយការយល់ដឹងអំពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិការបណ្ដុះបណ្ដាលមន្ត្រីរាជការនិងមេធាវីស្ម័គ្រចិត្តលោក Benjamin Morio បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរហើយបានបញ្ជាក់ថាសម្រាប់ឆ្នាំ2026ភាគីទាំងពីរនឹងបន្តសហការលើវិស័យអត្ថិភាពចំនួន5ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព